Bạn em khơi nhờ bong bồn dương rồi có mật này lên Facebook mà chúng nó á còn ấy chuyên ca còn up này đi có mình cho chân này đi còn cho ta comment chê cái còn cho ta share chê này đi còn cho ta tranh protocam bạc quạt tại dương ai share rồi có dương ai cho ta comment bên tai dương xôm pra bị bệnh nữa ca phim xóm rúm đại dương ấy kết thà chỉ ca cài prai mùi giờ mình cua từ xóm này đi mùi hay dương thử praiភាសាតេះឌីលគេរហូតដល់មើលទៅវាអត់មានភាពជាសិលធម៌បាទហើយមួយទៀតពាក់ព័ន្ធជាមួយនឹងអ្នកខ្លះរាប់អានគ្នាគាត់អត់យល់ថាអឺសេចក្តីនៃការរាប់អានគឺវាមានព្រំដែនអញ្ចឹងវាអត់មាននរណាមួយមានសិទ្ធទៅស្អប់នរណាមួយរហូតដល់ស្អប់គេខ្លាំងមែនតើនោះទេហើយក៏រហូតក៏ដោយគូសថ្មចំណាំអីដែរតែយើងត្រូវគិតថាអំពើល្អនៃសេចក្តីល្អរបស់បុគ្គលហ្នឹងគឺវាសមគួរនឹងការស្អប់ដែរឬក៏អត់នេះគឺជាភាពពិតបាទហើយអញ្ចឹងបើសិនជាយើងចេះតែស្អប់នៅនេះស្អប់នៅនោះអញ្ចឹងមួយថ្ងៃនៅក្នុងចិត្តរបស់យើងគឺយើងអត់ដឹងថាបាបកម្រិតណានោះទេហើយបាបនៅក្នុងចិត្តរបស់យើងគឺវាអត់មានការក្នុងការលាងជ្រះឲ្យវាស្រស់ស្អាតដើម្បីងាយស្រួលក្នុងការប្រកបមុខរបរការងារឬក៏ងាយស្រួលក្នុងការបន្តដំណើរជីវិតរបស់យើងទៅមុខទៀតព្រោះអីមនុស្សម្នាក់កើតមកគឺមានកម្មមានទុក្ខមានភាពលំបាកមានភាពហត់នឿយច្រើនមែនទែនហើយយើងនៅតែទ្រាំយកភាពស្អប់ឬក៏ទ្រាំយកភាពមួម៉ងសៅម៉ងក្នុងចិត្តអាប់អួរនេះយកទៅតាមជាមួយទៀតគឺវាធ្ងន់មែនតើទៅហើយវាធ្ងន់ជាមួយនឹងជីវិតរបស់យើងវាធ្ងន់ជាមួយនឹងការរលុយដើម្បីយកមកដោះស្រាយបញ្ហាប្រចាំថ្ងៃផងវាធ្ងន់ជាមួយនឹងការងារកន្លែងការងារវាធ្ងន់ជាមួយនឹងជីវិតក្នុងការរ៉ាប់រងបន្ទុកនានាហើយវាមកធ្ងន់ជាមួយនឹងមនុស្សជុំវិញខ្លួនដែលយើងត្រូវខឹងឬក៏ត្រូវស្អប់ជាមួយអ្នកនេះជាមួយអ្នកនោះទៀតអញ្ចឹងយើងត្រូវផ្ដោតជាមួយនឹងសេចក្តីសុខរបស់យើងផ្ដោតជាមួយនឹងការងាររបស់យើងផ្ដោតជាមួយនឹងសេចក្តីសង្ឃឹមរបស់យើងផ្ដោតជាមួយនឹងស្នាមញញឹមរបស់ខ្លួនឯងតែយើងអាចធ្វើទៅបានគួរតែធ្វើដោយប្រើធម៌ពលនៃសេចក្តីស្រឡាញ់របស់ខ្លួនឲ្យអស់ពីចិត្តរបស់យើងជាជាងយកពេលវេលាឬក៏យកធម៌ពលទាំងអស់យកទៅប្រើជាមួយនឹងមនុស្សដែលគ្មានតម្លៃដែលយើងគិតថាយើងស្អប់យើងប្រហែលជាគិតថាមនុស្សនឹងគ្មានតម្លៃតែមនុស្សនឹងគឺគេនៅតែមានតម្លៃសម្រាប់អ្នកផ្សេងទៀតឬក៏សម្រាប់កម្មរបស់គាត់ដូចគ្នាអញ្ចឹងយើងត្រូវកលែកមើលជីវិតរបស់យើងហើយយើងបំពេញបន្ថែមនៅជីវិតរបស់យើងដូចគ្នាយើងមិនអាចកែប្រែជីវិតរបស់នរណាម្នាក់ឬក៏បំពេញបន្ថែមទៅជីវិតរបស់នរណាម្នាក់ឲ្យស្រស់បំព្រងដូចអ្វីដែលការគិតរបស់យើងនោះទេតែយើងអាចកែប្រែជាមួយនឹងជោគវាសនាឬក៏ជីវិតរបស់យើងឲ្យស្រស់បំព្រងឲ្យមានធម៌ពលឲ្យមានសេចក្តីសុខឲ្យមានភាពរីកចម្រើនសម្រាប់ជីវិតខ្លួនឯងនេះគឺជាភាពពិតដែលបងប្អូនគួរតែយកចិត្តទុកដាក់ជាមួយនឹងជីវិតរបស់ខ្លួនកុំព្យាយាមទៅតាមដានវែកញែករឿងអ្នកដតីតែវែកញែករហូតដល់អស់ធម៌ពលនៃការងារអស់ធម៌ពលនៃការពង្រីកជាមួយនឹងសមត្ថភាពរបស់ខ្លួនយើងដូចជាយកពេលនេះពេលវេលាដែលយើងខឹងរឿងស្អប់យើងទៅខមមិនជីវិតអ្នកដតីទៅតាមការចង់បានរបស់យើងនោះគឺយើងយកពេលមកអានសៀវភៅយកពេលយកមកអភិវឌ្ឍខ្លួនឯងដើម្បីឲ្យភាពរីកចម្រើននៅក្នុងជីវិតរបស់យើងកាន់តែច្រើនទៅសម្រាប់ឲ្យយើងងាយស្រួលក្នុងការដោះស្រាយបញ្ហាដែលយើងជួបនៅពេលបច្ចុប្បន្នភាពនឹងទៅពេលខាងមុខហើយពេលវេលានេះគឺជាពេលវេលាមួយដែលយើងសាងជាមួយនឹងខ្លួនយើងជាជាងដើរខុសផ្លូវហើយជាជាងការគិតខុសផ្លូវខ្ញុំឃើញថាជួនកាលអ្នកខ្លះគាត់ស្អប់ខ្លាំងគាត់អត់ចូលចិត្តអ្នកនេះអត់ចូលចិត្តអ្នកនោះតែគាត់និយាយពីអ្នកនឹងនិយាយហើយនិយាយទៀតតើបានផលប្រយោជន៍អីវាបានធម្មតាជាសារសម្លេងដាក់ចូលទៅក្នុងអនុសម្បញ្ញៈរបស់ខ្លួនហើយវាធ្វើឲ្យខ្លួនឯងបាត់បង់ធម៌ពលបាត់បង់គ្រប់យ៉ាងដែលយើងកំពុងតែមានគោលដៅល្អកំពុងតែ
គិតរឿងល្អៗវាធ្វើបានបាត់បង់ទៅចឹងមានតែខ្លួនយើងទេគឺយើងជាអ្នកអាចកែប្រែគ្រប់យ៉ាងហើយយើងជាអ្នកកំណត់គោលដៅរបស់យើងសម្រាប់ការងាររបស់យើងសម្រាប់គោលដៅរបស់យើងដូចគ្នាសម្រាប់ជីវិតយើងដូចគ្នាអញ្ចឹងគួរតែកែប្រែជាមួយនឹងទម្លាប់ទាំងអស់នឹងចេញហើយព្យាយាមប្រើសេចក្តីស្រឡាញ់ឲ្យបានច្រើនសម្រាប់មនុស្សរួមលោកហើយនិងសម្រាប់ខ្លួនយើងអូខេ